ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួប admin ម្ដងទៀតទេជាមួយនឹងការបង្ហាញពីរបៀបធ្វើជ្រក់កូនចថាគឺថាជ្រក់កូនចថានេះរសជាតិឈ្ងុយឆ្ងាញ់មែនតើមកបានញ៉ាំជាមួយនឹងបាយកកទៀតអូយអេមែនតើបងប្អូនទាំងអស់គ្នាចំពោះរបៀបធ្វើនៅរូបមន្តគឺថាងាយមែនតើបងប្អូនអាចមើលវីដេអូនេះនឹងដឹងតិចនិចធ្វើជ្រក់ចថាហ្នឹងគឺថាស្រួយឆ្ងាញ់ហើយអត់ថ្លៃទេបងប្អូនអញ្ចឹងចង់ដឹងពីរបៀបធ្វើកុំភ្លេចចូលមកមើលវីដេអូនេះជាមួយ admin ទាំងអស់គ្នាគឺថាបងប្អូននឹងចេះធ្វើជ្រក់ចថាដែលមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបានបាយកកទៅឆ្អើរទៀតកាន់តែអែមបងប្អូនញ៉ាំជាមួយទៅបាយកកទៅក៏ឆ្ងាញ់ដែរមិនចាំទៅឆ្អើរឯងបងប្អូនទាំងអស់គ្នាហើយចិត្តដល់រដូវកាលមើមចថាយើងហើយបងប្អូនរដូវរំហាយរដូវទឹកស្រកហ្នឹងគឺថាសម្បូរមែនតែនជាមួយនឹងចថាខ្មែរយើងណាចថាទូចចឹងណាបងប្អូនធ្វើជ្រក់ឆ្ងាញ់មែនតែនហើយបើសិនជាបងប្អូនចង់ញ៉ាំតៅហ៊ូដែលមានគុណភាពល្អមានរសជាតិឆ្ងាញ់កុំភ្លេចកំងពីពេកយើងខ្ញុំណាមួយឈុតតម្លៃត្រឹមតែ4000រៀលតែប៉ុណ្ណោះបងប្អូនថ្មីរាល់ថ្ងៃតែម្ដងឥឡូវនេះយើងចូលមកដល់របៀបធ្វើជ្រក់ចថាយើងវិញចំពោះមើមចថានៅខ្ញុំទិញចថាទូចចឹងណាបងប្អូនយើងបេះស្លឹកវាចេញខ្លះទៅទុកស្លឹកច្រើនពេកក៏អត់ឆ្ងាញ់ដែរវានឹងអាចឲ្យលួយអីចឹងណាបងប្អូនលាងទឹកវាឲ្យស្អាតកោសសបកដែលជាប់ដីជាប់អីចឹងហើយបងប្អូនយកវាទៅហាលថ្ងៃឥឡូវនេះអត់មានយកមកហាលលើដបូលផ្ទះឲ្យបងប្អូនហើយ3ជាន់ណាជាន់ខាងលើនេះគឺថាយកមកហាលដើម្បីឲ្យវាហ្នឹងសពប់បងប្អូននៅពេលដែលវាសពប់ចឹងគឺថាមើលចថារបស់យើងហ្នឹងអត់ច្រប់ទេគឺវាស្រួយឆ្ងាញ់តែម្ដងវានៅជាតិទឹកគឺអត់ឆ្ងាញ់ទេបងប្អូនហាលពី4ម៉ោងទៅ6ម៉ោងឬក៏អី8ម៉ោងអីចឹងទៅហើយបងប្អូនហាលវាឲ្យរឿងសពប់ចំពោះស្លឹកបងប្អូនចង់ទុកតិចទុកច្រើនតាមចំណូលចិត្តប៉ុន្តែទុកច្រើនអត់ឆ្ងាញ់ទេវាល្អីស្លឹកចាស់ឥឡូវនេះគឺនៅនឹងខ្ញុំហាលរយៈពេល6ម៉ោងហើយសពប់បានប៉ុណ្ណឹងបងប្អូនអរគ្នាចិត្តថារបស់យើងគឺថាល្អមែនតែនហើយនេះគឺមើមចិត្តថាដែលយើងហាលហើយចំពោះមើមធំបងប្អូនអាចកាត់ជា2ឬក៏កាត់ជា4អីចឹងទៅហាទូចឹងគឺនឹងខ្ញុំទុកទាំងមូលតែម្ដងបងប្អូនចង់ជ្រក់ទាំងមូលអញ្ចឹងក៏បានកាត់ជាកង់ខ្លីប្រវែងถึง2ថ្នាំងដៃអីក៏បានដែរប៉ុន្តែទុកទាំងវែងអញ្ចឹងមើលទៅវាស្អាតហើយយើងស្រួលកាន់ញ៉ាំអញ្ចឹងបងប្អូនចំពោះជ្រក់ចថានេះនឹងខ្ញុំប្រើប្រាស់គ្រឿងផ្សំគឺថាជ្រក់យើងរសជាតិឆ្ងាញ់តែម្ដងគឺអត់មានយកមកលាយស្ករប៊ីចេងឲ្យថែមទេបងប្អូនរសជាតិគឺថាមកអែមតែម្ដងណាបងប្អូនហើយគ្រឿងផ្សំមានតិចមែនតែនមើមចថានេះគឺ1គីឡូនេះខ្ញុំហាលស្ងួតហើយយើងប្រើជាមួយនឹងស្ករចំនួន2ខាំអំបិល1ខាំចំពោះប៊ីចេងបងប្អូនដាក់ក៏បានអត់ក៏បានដែរបងប្អូនតាមចំណូលចិត្តណាយើងដាំទឹកឲ្យពុះអញ្ចឹងមកបងប្អូនដាក់ជាមួយនឹងស្ករសអំបិលជាមួយនឹងប៊ីចេងយើងអញ្ចឹងទៅបងប្អូនហើយចំពោះទឹកបងប្អូនអាចដាក់ចំនួន1លីត្រទៅ1លីត្រកន្លះអីចឹងណាហើយយើងដាំវាឲ្យពុះហើយបងប្អូនត្រូវដឹងថាតិចនិចដែលធ្វើឲ្យជ្រក់ចថាយើងស្រួយហើយឆ្ងាញ់អត់នឹងថ្លៃគឺអាស្រ័យលើទឹកជ្រក់នេះឯងបងប្អូនគឺទឹកជ្រក់របស់យើងត្រូវប្រកាសថាត្រជាក់100%ណាបងប្អូនអរគ្នាបើសិនជាបងប្អូនចាក់ទឹកជ្រក់នៅក្តៅអញ្ចឹងមើមចថារបស់យើងច្បាស់ជាអត់ថ្លៃទេបងប្អូនចំពោះមើមខ្ទឹមជាមួយនឹងម្ទេសហ្នឹងដាក់តាមចំណូលចិត្តណាប៉ុន្តែបងប្អូនត្រូវប្រកាសថាស្ងួតចំពោះមើមខ្ទឹមជាមួយនឹងម្ទេសរបស់យើងហ្នឹងលាងទឹកឲ្យស្អាតហើយហាលវាឲ្យស្ងួតតិចទៅហើយបងប្អូនយកចថាយើងមកដាក់រៀបនៅក្នុងកន្លងគឺនឹងខ្ញុំចង់ឲ្យបងប្អូនប្រើប្រាស់កន្លងថ្មពីព្រោះវាអត់មានធុងក្លិនជ័រហើយវាអត់ប៉ះពាល់សុខភាពទេចឹងបងប្អូនរៀបចថារបស់យើងដាក់ក្នុងកន្លងថ្មហើយយកទឹកជ្រក់របស់យើងមកចាក់ចូលហើយគ្រឿងផ្សំរបស់យើងបន្ថែមហ្នឹងគឺមានតែមើមខ្ទឹមសជាមួយនឹងម្ទេសទេបងប្អូនដាក់តាមចំណូលចិត្តចឹងណាហើយបងប្អូនទុកវានៅក្នុងសីតុណ្ហភាពធម្មតានៅផ្ទះបាយយើងហ្នឹង2ទៅ3យប់អីគេថាជូរឆ្ងាញ់តែម្ដងបងប្អូនមើលទៅតំណងឯងបងប្អូនអរគ្នាគ្រាន់តែមើលហ្នឹងក៏ដឹងថាឆ្ងាញ់ដែរគឺត្រូវជាមួយនឹងបាយកកត្រីឆ្អើរមែនតើហើយឥឡូវជ្រក់ចថារបស់នាងខ្ញុំគឺរួចរាល់ហើយរបៀបធ្វើនឹងគ្រឿងផ្សំក៏បានរៀបរាប់ជូនបងប្អូនអស់ហើយដែរចិត្តដល់រដូវមើលវាថាកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់គ្នាហើយបើបងប្អូនធ្វើតិចធ្វើច្រើននេះកូនគ្រឿងតាមហ្នឹងបងប្អូនទាំងអស់គ្នាគឺមើមចថា1គីឡូស្ករ2ខាំជាមួយនឹងអំបិល1ខាំប៊ីចេងដាក់តាមចំណូលចិត្តអញ្ចឹងណាមួយចុងស្ពាយកាហ្វេហ្នឹងដាក់ក៏បានអត់ក៏បានដែរហើយបងប្អូនបើសិនជាចង់ញ៉ាំតៅហ៊ូសុខភាពដែលមានរសជាតិឆ្ងាញ់កុំភ្លេចកំងពីពេករបស់នាងខ្ញុំណាគឺមានតៅហ៊ូធ្វើថ្មីរាល់ថ្ងៃតែម្ដងជាមួយនឹងទឹកស្ករខ្ញីជាមួយនឹងទឹកដោះគោហើយតម្លៃហ្នឹងធូរថ្លៃមែនតើមួយឈុតត្រឹមតែ4000រៀលទេបងប្អូនគឺធ្វើថ្មីរាល់ថ្ងៃតែម្ដងណា
បើសិនជាបងប្អូនចង់ញ៉ាំកុំភ្លេចcomment ពី page របស់នាងខ្ញុំណាហើយចំពោះរបៀបធ្វើជ្រក់ចថារបស់នាងខ្ញុំក៏បានរៀបរាប់រួចអស់ហើយដែរចឹងបងប្អូនដល់រដូវមើមចថាខ្មែរយើងកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាគឺថាងាយហើយមានរសជាតិឆ្ងាញ់មានអនាម័យទៀតផងអរគុណ